អូអារុនសួស្ដីក្តាមនេះស្អាតណាស់មនុស្សម្នាក់ស្ម័គ្រចិត្តមកជាប់នៅលើកោះដាច់ស្រយាលគ្មានភ្លើងគ្មានទឹកគ្មានអាហារតើត្រូវរស់រានមានជីវិតនៅលើកោះនេះដោយរបៀបណាបន្ទាប់មក Tommy នឹងបង្ហាញពីរបៀបរស់រានមានជីវិតតាមបែបបិទស្តង់ដារអ្នកដែលចូលចិត្តញ៉ាំក្តាមនិងគ្រឿងសមុទ្រសូមមកអង្គុយរៀនជាមួយគ្នាក្នុងភាគនេះ Tommy ត្រូវបានជាប់នៅលើកោះដាច់ស្រយាលមួយនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិកសមុទ្រធំវឹងល្វើយគ្រាន់តែមើលក៏ធ្វើឲ្យមនុស្សមានអារម្មណ៍ថាដូចជាកំពុងរងចាំសេចក្តីស្លាប់ប៉ុន្តែថ្ងៃនេះ Tommy នឹងប្រើសមត្ថភាពរួមរៀនរបស់ខ្លួនដើម្បីបង្ហាញថាមិនមែនគ្រប់គ្នាដែលជាប់កោះសុទ្ធតែរស់នៅដូច Robinson នោះទេគាត់អាចញ៉ាំគ្រឿងសមុទ្របានគ្រប់ពេលជាដំបូង Tommy សង្កេតមើលបរិស្ថានជុំវិញកោះកន្លែងនេះជាតំបន់ទទួលខ្យល់រលកធំគ្រឿងសមុទ្រធម្មជាតិក៏មានរសជាតិឆ្ងាញ់ជាងមុនដែរ Tommy ដើរតាមជម្រាលភ្នំចុះទៅរកមាត់កោះមានជម្រាលចោតនិងពោពេញដោយថ្មបែកបាក់បើផ្លត់ជើងងាយនឹងធ្លាក់ចូលសមុទ្រណាស់គាត់ពិបាកណាស់ទម្រាំចុះពីលើមកដល់មាត់សមុទ្របានមិននឹកស្មានថាស្ថានភាពនៅខាងក្រោមនេះកាន់តែអាក្រក់ទៅទៀតជម្រាលជិត90ដឺក្រេចុះទៅមិនខុសពីលោកចុះយូរនោះទេកោះនេះខ្សត់ធនធានណាស់អ្វីទាំងអស់ស្ថិតនៅក្រោមសមុទ្រ Tommy ដើររកកន្លែងចុះដែលសមស្របគ្រប់ទីកន្លែងចុងក្រោយក៏រកឃើញជម្រាលតូចមួយហើយចុះទៅដល់មាត់សមុទ្រដោយជោគជ័យនៅទីនេះមានផ្ទាំងថ្មជាច្រើនលេចចេញមកនៅពេលទឹកនេះជាសញ្ញាល្អនៅលើផ្ទាំងថ្មគាត់បានរកឃើញខ្យងក្រុមតូចជាច្រើនដោយសារពួកវាទើបគាត់មិនដាច់ពោះស្លាប់មួយរយៈខ្យងតូចដែលរើបានក៏អាចញ៉ាំបានដែរប៉ុន្តែតម្លៃអាហារូបត្ថម្ភទាបនៅលើកោះដាច់ស្រយាលតាមឆ្នេរថ្មគេអាចរើខ្យងតូចប្រភេទនេះបានច្រើនណាស់ Tommy មានបំណងប្រើពួកវាធ្វើជាចំណីស្ទួយត្រីព្រោះត្រីគឺជាប្រភពអាហារចម្បងមិនអាចញ៉ាំពួកវាទាំងរស់បានទេអាចដាក់លើសន្លឹកអាលុយមីញ៉ូមឬស្ងោរក្នុងទឹកអំបិលមួយមានសាច់តែបន្តិចប៉ុណ្ណោះខ្ញុំនឹងប្រើពួកវាធ្វើជាចំណីស្ទួយត្រីបញ្ហាអាហារមិនទាន់ជាការព្រួយបារម្ភនៅឡើយទេភារកិច្ចបន្ទាប់របស់ Tommy គឺស្វែងរកទីតាំងសមរម្យសម្រាប់ធ្វើជាចម្រោះមាត់សមុទ្រមានថ្មច្រើនណាស់រួមក្នុងថ្មហាក់ដូចជាធំទូលាយប៉ុន្តែមើលទៅសើមពេលទឹកចូលងាយនឹងលិចណាស់គាត់ដើរតាមច្រាំងថ្មរុករកហើយបានរកឃើញទ្រុងដាក់បង្កងដែលគេបោះចោលមួយនៅពេលជាប់កោះអ្វីដែលគេបោះចោលក៏អាចមានប្រយោជន៍ដែរខ្សែនៅលើទ្រុងប្រហែលជាអាចប្រើបាន Tommy ចង់ដកវាចេញប៉ុន្តែខ្សែជាប់ក្នុងថ្មទីមិនចេញនៅតាមមាត់ច្រាំងមានរូងថ្មជាច្រើនដែលមើលទៅហាក់ដូចជាល្អប៉ុន្តែវាបង្កប់ដោយគ្រោះថ្នាក់ពេលទឹកឡើងនិងគ្រោះថ្នាក់ខ្លាំងណាស់ Tommy ក៏សម្គាល់ឃើញថារលកចាប់ផ្ដើមធំជាងមុននេះជាសញ្ញាទឹកឡើងដូច្នេះគាត់ត្រូវចាក់ចេញពីទីនេះភ្លាមបើមិនដូច្នោះទេគាត់អាចនឹងជាប់នៅចន្លោះថ្មក្នុងមួយប៉ព្រិចភ្នែកគាត់ដើរទៅតំបន់ដែលរាបស្មើជាងមុនរួចឡើងតាមជម្រាលភ្នំហើយរកឃើញទីតាំងដ៏ល្អមួយដែលព័ទ្ធជុំវិញដោយថ្មខាងក្នុងធំទូលាយនិងស្ងួតល្អពេលទឹកឡើងប្រហែលជាមិនមានគ្រោះថ្នាក់ទេ Tommy រកឃើញមាត់រូងមួយនៅលើដីពោពេញដោយគ្រាប់ពណ៌ខ្មៅដូចសូកូឡាតាមពិតវាគឺជាលីម៉ូប៉េមើលទៅលើកោះនេះមានពេលមិនតិចទេបើចាប់បានមួយយកមកអាំងទាំងមូលប្រកាសជាអស្ចារ្យណាស់ប្រហែលជាកន្លែងនេះហើយមើលចុះកន្លែងនេះធំក្លិនដូចទឹកនំពេលលីម៉ូប៉េនៅគ្រប់ទីកន្លែងប្រកាសជាលីម៉ូប៉េទៀតហើយឥឡូវនេះគឺជាពេលថ្ងៃត្រង់សីតុណ្ហភាពនៅលើកោះក្តៅខ្លាំងណាស់ Tommy គ្រោងនឹងសម្រាកនៅទីនេះមួយសន្ទុះរងចាំដល់ពេលល្ងាចនឹងបន្តចូលទៅក្នុងកោះដើម្បីរករកប្រភពទឹកនិងប្រមូលអុសបើអាចស្ទូចត្រីបានសម្រាប់អាហារពេលល្ងាចទៀតរឹតតែល្អទីតាំងរបស់ Tommy ពិតជាមានហុងស៊ុយល្អណាស់គ្រប់ទីទាំង4មានថ្មបាំងមិនខ្លាចខ្យល់ព្យុះហើយខាងមុខអាចមើលឃើញទិដ្ឋភាពសមុទ្រដ៏ឆ្ងាយការរស់រានលើកោះលើកនេះគាត់យកមកតែទឹកមួយដបសម្រាប់បំរុងប៉ុណ្ណោះមុននឹងរកឃើញទឹកសាបនេះគឺជាប្រភពជីវិតរបស់គាត់បើផឹកអស់ហើយនៅតែរកទឹកសាបមិនឃើញមានតែរងចាំសេចក្តីស្លាប់ប៉ុណ្ណោះសម្ភារៈដែលយកមកលើកនេះមិនច្រើនទេមានតែដាវតូចមួយនិងឧបករណ៍ស្ទូចត្រីខ្លះតើគាត់អាចរស់រានមានជីវិតនៅលើកោះនេះបានទេ Tommy ត្រឡប់ទៅឆ្នេរថ្មវិញដើម្បីរករកគោលដៅលើកនេះគឺខ្យងក្រុមដែលតោងជាប់នឹងថ្មពួកវាតោងជាប់ណាស់បើគ្មានដាវតូចទេពិបាកនឹងបកចេញណាស់ទោះបីជាវាមានទំហំតូចប៉ុន្តែតម្លៃអាហារូបត្ថម្ភខ្ពស់ដោយសារកោះដាច់ស្រយាលមិនសូវមានការបំពុលដូច្នេះញ៉ាំទាំងរស់ក៏មិនមែនជាបញ្ហាធំដែរ Tommy ដេកលើថ្មហើយចាប់ផ្ដើមញ៉ាំខ្យងក្រុមយ៉ាងឆ្ងាញ់ពិសាឃើញគាត់ញ៉ាំឆ្ងាញ់បែបនេះសមុទ្រហាក់ដូចជាមានយោបល់ដែររលកបក់មកលើថ្មជាបន្តបន្ទាប់ហាក់ដូចជាកំពុងប្រមានអ្នកចូលមកឈ្លានពានឲ្យស្គាល់ប្រមាណប៉ុន្តែកូនក្របីមិនខ្លាចខ្លាចទេការញ៉ាំឲ្យឆ្អែតពោះទើបជារឿងសំខាន់បំផុតបន្ទាប់ពីញ៉ាំឆ្អែត Tommy បន្តរករកកោះហើយស្រាប់តែរកឃើញក្តាមជាច្រើននៅក្នុងចន្លោះថ្មប៉ុន្តែពួកវាមានទំហំតូចនិងពួនក្នុងចន្លោះថ្មប្រភេទនេះគេហៅថាក្តាមថ្មរូបរាងតូចតែរត់លឿនណាស់បន្ទាប់ពីញ៉ាំខ្យងតូចរួចគឺដល់វេនក្តាមប្រៃអាំងម្ដងសាច់ពណ៌ស្នៅខាងក្នុងភីក្លិនក្រអូបគួរឲ្យចង់ញ៉ាំណាស់ហាព្រះឲ្យរសជាតិវាដូចជាក្តាមឆ្ងាញ់ដទៃទៀតអញ្ចឹងមិននឹកស្មានថាក្តាមតូចដែលលោតចុះឡើងលើថ្មមានរសជាតិឆ្ងាញ់ដល់ថ្នាក់នេះសោះពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សាច់ក្តាមស្រស់ហើយផ្អែមមិនខុសពីក្តាមថ្មក្នុងព្រៃកោងកាំងឡើយមើលដង្កៀបដ៏ធំនេះចុះ Tommy ប្រើកាំបិតវាបំបែកដង្កៀបក្តាមខាងក្នុងមានសាច់ច្រើនណាស់ញ៉ាំទៅពិតជាជក់មាត់តែម្ដងបងប្អូនមើលណែសុទ្ធតែសាច់តែម្ដងពិតជាអស្ចារ្យណាស់ព្រះឲ្យគួរឲ្យអស់សំណើចណាស់មើលចុះវាមានខ្លួនតូចសោះតែសាច់សុទ្ធឆ្ងាញ់មិនគួរឲ្យជឿអាហារសមុទ្រពេលល្ងាចនេះពិតជាមានតម្លៃណាស់មិនត្រឹមតែឆ្ងាញ់ទេថែមទាំងមានសាច់ច្រើនទៀតផងថ្ងៃដ៏អស្ចារ្យមួយបានកន្លងផុតទៅខណៈពេលដែល Tommy កំពុងរីករាយជាមួយអាហារពេលល្ងាចពាក់កណ្ដាលអាធ្រាត្រគាត់បានភ្ញាក់ពីដំណេកដោយសារដេករឹងពេកធ្វើឲ្យឈឺខ្នងនៅពេលនេះនៅសល់ប៉ុន្មានម៉ោងទៀតទៅភ្លឺប៉ុន្តែគាត់មិនអាចគេងលក់វិញបានទេក៏ដេកបើកភ្នែករងចាំតតែភ្លឺបន្ទាប់ពីក្រោកពីគេង Tommy បានបន្តបង្កាត់ភ្លើងកាលពីយប់មិញនៅក្នុងរូងភ្នំមានមូសច្រើនគួរឲ្យខ្លាចណាស់សំណាងហើយដែលមានតង់ការពារបើមិនអញ្ចឹងទេប្រហែលជាត្រូវមូសសែងយកទៅសមុទ្របាត់ហើយ
Tommy បានទៅកន្លែងថ្មដើម្បីលុបមុខហើយបានប្រទះឃើញត្រីតូចជាច្រើនកំពុងពួននៅទីនោះឱកាសល្អបែបនេះបើមិនស្ទូចត្រីទេពិតជាស្ដាយណាស់ចំណីសម្រាប់ស្ទូចគឺយកចេញពីខ្យងនៅលើធំនឹងឯងប៉ុន្តែរលកនៅទីនេះហាក់ដូចជាធំបន្តិចដូច្នេះគាត់ក៏បដូរទៅកន្លែងផ្សេងទៀតដើម្បីសាកល្បងស្ទូចមិននឹកស្មានថាវាមានប្រសិទ្ធភាពសោះមើលត្រីនេះចុះវាលេបទាំងផ្លែស្ទូចបាត់ទៅហើយ Tommy ស្ទូចបានត្រីតូចមួយដោយជោគជ័យអាហារពេលព្រឹកសម្រាប់ថ្ងៃនេះមានហើយប៉ុន្តែត្រីមួយមិនទាន់គ្រប់គ្រាន់ទេគាត់ក៏បន្តស្ទូចទៀតហើយស្រាប់តែតាក់ទាញបានមឹកយ៉ាក់មួយប្រសិនបើចាប់វាបានច្បាស់ជាបានអាហារមួយពេលយ៉ាងឆ្អែតមិនខានគាត់បានព្យាយាមប្រើផ្លែស្ទូចដើម្បីធ្វើវាប៉ុន្តែមិនបានសម្រេចពិតជាគួរឲ្យស្ដាយណាស់មើលទៅការស្ទូចត្រីនៅតែងាយស្រួលជាងណែបងប្អូនមើលត្រីនេះចុះធំគ្រាន់បើដែរអារម្មណ៍ពិតជាប្លែកមែនលើកនេះ Tommy ស្ទូចបានត្រីធំជាងមុនខ្លួនវាមានពណ៌ខ្មៅមើលទៅរាងដូចត្រីរស់ក្នុងទឹកមិនស្អាតប៉ុន្តែគាត់ដឹងថានេះគឺជាកោះដាច់ស្រយាលដែលគ្មានការបំពុលដូច្នេះអាចញ៉ាំដោយទំនុកចិត្តមិននឹកស្មានថានៅក្នុងរណ្ដៅទឹកតូចមួយបែរជាមានអាហារសមុទ្រច្រើនបែបនេះសោះគ្រាន់តែស្ដាយដែលមិនអាចចាប់បានមឹកយ៉ាក់ដ៏ធំនោះបើមិនអញ្ចឹងទេអាហារពេលព្រឹកថ្ងៃនេះច្បាស់ជាអស្ចារ្យខ្លាំងណាស់ Tommy ពេញចិត្តនឹងលទ្ធផលថ្ងៃនេះណាស់បន្ទាប់ពីធ្វើត្រីរួចគាត់មានអារម្មណ៍ថាអាកាសធាតុក៏ប្រែជាស្រស់ស្រាយជាងមុនដែរគាត់បានដាក់ត្រីនៅលើងើភ្លើងដើម្បីអាំងត្រីតូចមួយបែបនេះសម្រាប់អាហារពេលព្រឹកក៏ចាត់ទុកថាគ្រាន់បើដែរមើលសាច់ត្រីនេះចុះឆ្ងាញ់ណាស់ឆ្ងាញ់ខ្លាំងមែនទែនដូចជាត្រីបំពង់តូចមួយអញ្ចឹងពិតជាអាហារសម្រន់ពេលព្រឹកដ៏អស្ចារ្យមែនបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច Tommy មានគម្រោងធ្វើដំណើរទៅខាងទៀតនៃកោះដើម្បីបន្តការរុករកបន្ទាប់ពីស្ពីកាតាបដើរអស់ជាង10គីឡូម៉ែត្របរិស្ថាននៅទីនេះហាក់ដូចជាស្ងួតបន្តិចប៉ុន្តែរុក្ខជាតិហាក់ដូចជាដុះក្រាស់ជាងមុននៅតាមផ្លូវគាត់បានប្រមូលរបស់របរដែលគេបោះចោលជាបន្តបន្ទាប់ព្រោះវាអាចនឹងមានប្រយោជន៍នៅពេលក្រោយនៅទីនេះគាត់ពិតជាបានឃើញពេលមួយចំនួនមែនមិនចម្លែកទេដែលនៅក្នុងរូងភ្នំក្បែរសមុទ្រមានលៀមមកពេលច្រើនបែបនេះតាមពិតនៅលើកោះនេះមានពេលពិតមែននៅទីនេះគាត់ក៏បានឃើញប្រភពទឹកខ្លះដែលមើលទៅហាក់ដូចជាទឹកមិនស្អាតបរិស្ថាននៅលើកោះទោះបីជាស្ងួតប៉ុន្តែនៅតែមានសត្វរស់នៅច្រើនគួរសម Tommy ដើរបណ្ដារករកបណ្ដាក៏បានរកឃើញប្រភពទឹកទាំងនេះប្រហែលជាកន្លែងប្រសពគ្នារវាងទឹកប្រៃនិងទឹកសាបគាត់បានរកឃើញទីតាំងដ៏ល្អមួយដែលស័ក្តិសមបំផុតសម្រាប់ធ្វើជាជំរកគាត់បានយករបស់របរដែលរើសបានតាមផ្លូវចេញមកតំបន់នេះមានម្លប់ត្រជាក់និងមានប្រភពទឹកធំមួយប្រសិនបើអាចរកអាហារបានគ្រប់គ្រាន់តាមទ្រឹស្ដីគឺអាចរស់នៅលើកោះនេះបានមួយជីវិត Tommy បន្តរកនៅជុំវិញនោះដើមឈើនៅទីនេះមានទំហំធំនៅលើដីមានទឹកហូរប៉ុន្តែមិនអាចផឹកផ្ទាល់បានទេស្នាមជើងសត្វនៅលើដីបានបញ្ជាក់ថាប្រភពទឹកនេះត្រូវបានបំពុលគាត់បានប្រើឆ្នាំងដែកដួសទឹករួចចាក់ចូលក្នុងដបកែវនិងកំប៉ុងនៅពេលត្រូវការគាត់អាចដាំឲ្យពុះដើម្បីផឹក Tommy បារម្ភថាការផឹកទឹកនេះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពដូច្នេះគាត់ក៏យកទឹកត្រឡប់ទៅជម្រកវិញនៅលើកោះមានអុសច្រើនណាស់ដូច្នេះគាត់អាចប្រមូលបានយ៉ាងងាយស្រួលប្រហែលជាដោយសារបរិស្ថានស្ងួតទើប Tommy បង្កាត់ភ្លើងបានយ៉ាងលឿនហើយដាំទឹកសាបដែលទើបតែរកបានទាំងអស់នោះផឹកទៅមិនសូវឆ្ងាញ់ប៉ុន្មានទេប៉ុន្តែវាពិតជាជួយបំបត្តិការស្រេកទឹកមែនបន្ទាប់ពីផឹកទឹករួចគាត់បានទៅមាត់សមុទ្រដើម្បីរករកនៅក្នុងរណ្ដៅទឹកតូចមួយមានកូនត្រីជាច្រើនដោយមិនបានត្រៀមខ្លួនទុកជាមុន Tommy ក៏យកដុំឈើមួយចុះឡើងគាត់ព្យាយាមវាយឲ្យត្រីវិលមុខដើម្បីចាប់វាប៉ុន្តែមិនបានមួយក្បាលសោះភ្លាមនោះគាត់ក៏កាច់មែកឈើមួយបាច់មកបាំងមាត់រណ្ដៅទឹករួចប្រើឈើគោក្នុងទឹកចុះឡើងមើលទៅហាក់ដូចជាកំពុងឈួតបន្តិចហើយតើគាត់កំពុងធ្វើអ្វីឲ្យប្រកបទៅទាំងវីទឹកទាំងប្រែថ្មចាប់ត្រីមិនបានបែរជាមកខឹងខ្លួនឯងទៅវិញបន្ទាប់មកក៏កាន់ឈើវីចុះឡើងដូចមនុស្សឈួតរហូតដល់រើបានរំសាត់មួយគាត់ក៏សម្រេចចិត្តធ្វើជាចំណីស្ទូចត្រីត្រឹមតែមួយសន្ទុះប៉ុណ្ណោះគាត់បានរៀបចំផ្លែស្ទូចរួចរាល់ហើយទៅមាត់សមុទ្រដើម្បីសាកល្បងរងចាំតែមួយផ្លែក៏មានត្រីជាប់តែម្ដងត្រីមួយក្បាលត្រូវបានទាញឡើងផុតពីផ្ទៃទឹកតើនេះជាត្រីប្រភេទអ្វីមើលទៅមិនដូចត្រីទីឡាបយ៉ាសោះត្រឹមតែ2នាទីខ្លី Tommy ស្ទូចបានត្រីពីរក្បាលដែលនីមួយមានប្រវែងប្រហែលផ្លែដាវល្មមសម្រាប់អាហារមួយពេលគាត់មិននឹកស្មានថាការស្ទូចត្រីនៅទីនេះងាយស្រួលបែបនេះសោះយប់នេះទីបំផុតមិនបាច់ដេកទាំងពោះទេទៀតទេគាត់ធ្វើត្រីនៅមាត់សមុទ្ររួចចិត្តមែកឈើធ្វើជាឈើដោតរួចយកត្រឡប់ទៅជម្រកវិញពេលព្រះអាទិត្យលិចមេឃក៏ងឹតយ៉ាងលឿន Tommy ប្រើអំបោះស្លឹកឈើប៉ោះសម្អាតមាត់រូងភ្នំគ្រឿងផ្សំគុណភាពខ្ពស់ភាគច្រើនគ្រាន់តែអាំងក៏ឆ្ងាញ់ដែរគាត់ដាក់ត្រីអាំងផ្ទាល់លើងើភ្លើងមិនយូរប៉ុន្មានត្រីក៏ឆ្អិន Tommy រីករាយនឹងរសជាតិត្រីអាំងយ៉ាងឆ្ងាញ់ពិសាររហូតដល់រកពាក្យនិយាយមិនចេញពាក់កណ្ដាលអាធ្រាត្រគាត់ក៏ភ្ញាក់ឡើងទោះបីមិនសូវមានមូសប៉ុន្តែក្នុងរូងមានសម្បុកពីងច្រើនណាស់ប្រហែលជាពួកវាជួយកាត់បន្ថយចំនួនមូសខ្លះដែរបើមើលឲ្យច្បាស់ពីងទាំងនេះមិនធម្មតាទេវាមានកន្ទុយពណ៌ក្រហមបើត្រូវវាខាត់ប្រហែលខ្លាចជាមនុស្សពីងមែនទែនហើយទើបធ្វើឲ្យគាត់មិនហ៊ានដេកបន្តការគេងមិនលក់ពីយកជាប់គ្នាលើកោះដាច់ស្រយាលធ្វើឲ្យស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅព្រឹកថ្ងៃទី3ពេលភ្ញាក់ឡើងគាត់បានរអ៊ូទុំថាមានពីងច្រើនពេកហើយសម្រេចចិត្តចាក់ចេញទៅរកកន្លែងផ្សេង Tommy ស្ពីកាតាបន្តការរុករកបើស្រីទឹកគាត់ដាំទឹកសាបផឹកនៅនឹងកន្លែងតែម្ដងដបកែវដែលរើបានក៏ត្រូវបានយកមកដាំទឹកដែរបើអ្នកទាំងអស់គ្នាជាប់កោះក៏អាចធ្វើតាមវិធីនេះបានដែរគាត់ប្រមូលស្លឹកឈើជាច្រើនញ៉ាត់ចូលក្នុងថង់តាគោលបំណងដើម្បីអ្វីតើមានអ្នកណាដឹងទេគាត់ព្យួរថង់លើមេឈើទាបញ៉ាត់ស្លឹកឈើឲ្យពេញដើម្បីឲ្យកម្ដៅថ្ងៃទាញយកចំហាយទឹកចេញមកខ្ញុំទើបតែដើរមើលជុំវិញមួយជុំដើម្បីសង្កេតមើលស្ថានភាពវិធីនេះមិនសូវអស់កម្លាំងទេព្រោះខ្ញុំធុញនឹងការដាំទឹកហើយទើបចង់បានទឹកតាមវិធីនេះវិញជាឱកាសនេះសូមបញ្យល់អ្នកទាំងអស់គ្នាថា Tommy កំពុងប្រើវិធីទាញយកទឹកតាមរយៈការពីចំហាយទឹករបស់រុក្ខជាតិនៅពេលថ្ងៃក្រោមពន្លឺថ្ងៃរុក្ខជាតិបឺតទឹកពីរើសហើយពីចំហាយទឹកតាមស្លឹកបើចំហាយទឹកទាំងនេះត្រូវបានរក្សាទុកក្នុងថង់ប្លាស្ទិកជិតវានឹងកកក្លាយជាដំណក់ទឹកនៅលើជញ្ជាំងថង់ទោះបីបរិមាណទឹកមិនច្រើនប៉ុន្តែនៅលើកោះដែលគ្មានអ្វីសោះវាក៏អាចជាទឹកជួយសង្គ្រោះជីវិតបានដែរជាក់ស្ដែងវិធីសាស្ត្ររបស់ Tommy ពិតជាមានប្រសិទ្ធភាពប៉ុន្តែល្បឿននៃព្រះអាទិត្យធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងថង់ក៏ធ្លាក់ចូលក្នុងលំយ៉ាងលឿនបើចង់បានទឹកច្រើនត្រូវដាក់វានៅក្រោមពន្លឺថ្ងៃផ្ទាល់ Tommy កាប់មែកឈើរួចយកទៅដាក់កន្លែងដែលមានពន្លឺថ្ងៃហើយបន្តញ៉ាត់ស្លឹកឈើស្រស់បន្ថែមទៀតពេលថ្ងៃក្រោមនៅលើកោះក្ដៅខ្លាំងណាស់គាត់ឆ្លៀតយកការពីចំហាយទឹករបស់រុក្ខជាតិដើម្បីប្រមូលទឹកសាបបានយ៉ាងច្រើនក្នុងអំឡុងពេលរងចាំទឹកកកុញគាត់ក៏ឆ្លៀតសម្រាប់មួយភាំងពិតជាមនុស្សពូកែចាត់ចែងពេលវេលាមែន
បន្ទាប់ពីភ្ញាក់ពីគេង Tommy ត្រង់បានទឹកមួយកែវពីមេឈើរសជាតិដូចជាតែផ្កាឆ្ងាញ់ណាស់ប្រភពទឹកសាបត្រូវបានធានាហើយបន្ទាប់មកគឺបញ្ហាអាហារជំរឿនដំបូងរបស់គាត់នៅតែជាការស្ទូចត្រីដែលទើបតែស្ទូចបានព្រោះតែវាមានទំហំតូចពេកគាត់ក៏លែងវាវិញពិតជាហឺហាខ្លាំងណាស់ Tommy ក្រាលស្លឹកឈើលើដីទំនេរធ្វើជាពូកសម្រាប់គេងពេលល្ងាចគាត់ទៅមកសមុទ្រសាកស្ទូចត្រីម្ដងទៀតឥឡូវគាត់យល់ថាការស្ទូចត្រីងាយស្រួលណាស់មិនបារម្ភរឿងអត់ត្រីទេយប់នេះសម្រាប់ចិត្តគេងក្រៅផ្ទះតើមិនខ្លាចសត្វសាហាវមកយីទេបន្ទាប់ពីព្រះអាទិត្យលិចសត្វល្អចាប់ផ្ដើមច្រានឡើង Tommy បង្កាត់ភ្លើងដើម្បីដេញមូសនិងសត្វសាហាវពេលនេះគាត់មិនខ្វះទឹកទេប៉ុន្តែដោយសារស្ទូចត្រីមិនបានទើបធ្វើឲ្យគាត់ឃ្លានខ្លាំងនេះគឺជាការដាក់ទណ្ឌកម្មពីធម្មជាតិចំពោះអ្នកដែលមិនចេះឲ្យតម្លៃអាហារពេលយប់មូសច្រើនណាស់ខំរហូតដេកមិនលក់ជាយប់ដ៏វេទនាមួយទៀតហើយព្រឹកថ្ងៃទី4 Tommy សម្រាប់ចិត្តចាក់ចេញគាត់មានបំណងទៅរកព្រៃកោងកាំងនៅលើកោះព្រោះក្តាមធ្មគឺជាអាហារក្នុងសុបិនរបស់គាត់ប៉ុន្មានម៉ោងក្រោយមកគាត់ក៏ទៅដល់ម្ខាងទៀតនៃកោះទេចាប់ផ្ដើមសាមទីបំផុតក៏មកដល់ព្រៃកោងកាំងគាត់ចង់រកក្តាមធំមួយមកសាកល្បងស្នាមធំនៅលើភក់គឺជាស្នាមដែលបន្សល់ទុកដោយត្រីគាត់ឆ្លៀតរើសបានខ្យងមួយប៉ុនកណ្ដាប់ដៃសាច់ច្រើនណាស់គ្រាន់តែរើសពី3គ្រាប់ក៏ឆ្អែតដែរតាមរននានាបន្ទាប់ពីទឹកនេះប្រហែលជាមានក្តាមធំនៅទីនោះTommyប្រើដៃកង់បន្តរកចូលក្នុងរន្ធគួរឲ្យស្ដាយរន្ធនីមួយសុទ្ធតែទេស្អាតមិនយូរប៉ុន្មាន Tommy ក៏ប្រទះឃើញរឿងគួរឲ្យភ្ញាក់ផ្អើលក្តាមថ្មពណ៌ខៀវដ៏ធំមួយកំពុងដេកលក់ក្នុងទឹកយ៉ាងស្កប់ស្កល់អូអរុនសួស្ដីវាមិនសប្បាយចិត្តទេមកនេះមកសម្លាញ់នេះហើយជាអ្វីដែលយើងកំពុងស្វែងរកនោះគឺជាក្តាមតូចមួយនេះជាក្តាមថ្មពណ៌ខៀវទម្ងន់ប្រហែល2គីឡូមើលទៅកាច់ណាស់គួរឲ្យស្ដាយក្តាមថ្ម2គីឡូបែបនេះនៅលើកោះនេះចាត់ទុកថាត្រឹមតែខ្នាតតូចប៉ុណ្ណោះ Tommy ក៏សម្រេចចិត្តលេងវាវិញដំណឹងដែល Tommy ចាប់ក្តាមថ្មបានរីកសាយពីពេញព្រៃកោងកាំងធ្វើឲ្យហ្វូងក្តាមខ្យងភ័យខ្លាចរត់ប្រសាយមិនយូរប៉ុន្មាន Tommy ក៏រកឃើញក្តាមថ្មមួយទៀតក្នុងរន្ធមួយគាត់ប្រើឈើខ្វេវាមកក្រៅដង្កៀបដ៏ធំសម្បើមមួយបានលេចចេញមកពីរន្ធមើលចុះមានពស់អណ្ដែតឡើងពីផ្ទៃទឹកនេះប្រកាសជាក្តាមធំមួយហើយតែត្រូវវាបោកបញ្ឆោតបាត់នេះនៃសម្លាញ់គឺក្តាមនេះឯងកង្កៀបវាស្អាតណាស់នេះហើយជាអ្វីដែលយើងត្រូវការក្តាមថ្មមួយនេះមានទំហំធំណាស់ទម្ងន់ប្រហែល3គីឡូហើយវាជាក្តាមឈ្មោលទៀតផង Tommy សម្រេចចិត្តស៊ីវាគាត់ប្រើខ្សែចុងកង្កៀបក្តាមឲ្យជាប់រួចយកវាទៅមិនយូរប៉ុន្មានគាត់ក៏ប្រទះឃើញស្ថានភាពមួយនៅក្រោមគល់ឈើគឺក្តាមថ្មមួយគូកំពុងបង្កាត់ពូជក្នុងស្ថានភាពបែបនេះប្រកាសជាមិនអាចចាប់ពួកវាបានទេមិនយូរប៉ុន្មានទឹកសមុទ្រក៏ចាប់ដើមចូលឡើង Tommy គិតថាទីនេះអាចមានក្រពើទឹកប្រៃលេចខ្លួនឡើងទឹកឡើងលឿនណាស់ហ្វូងត្រីឆ្លាមក៏ចាប់ផ្ដើមចេញមករកចំណីដែរត្រឹមមួយប៉បព្រឹកភ្នែកវាពួកត្រូវបានទឹកសមុទ្រជន់លិចអស់ហើយហ្វូងត្រីឆ្លាមក៏លេចឡើងនៅទីនេះអាចស្រមៃបានថាបន្ទាប់ពីទឹកចូលឡើងវានឹងគ្រោះថ្នាក់កម្រិតណាហាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះទឹកឡើងដល់ត្រឹមជង្គង់បាត់ទៅហើយពេលទឹកនេះយើងអាចចាប់គ្រឿងសមុទ្របានច្រើនហើយពេលទឹកចូលក៏ដូចគ្នាដែរTommy ចាប់បានត្រីមួយយ៉ាងងាយត្រីប្រភេទនេះយកទៅសួរសមុទ្រឆ្ងាញ់ណាស់គាត់ប្រើជើងវាសម្រាប់ត្រីនោះតតែម្ដងវិធីចាប់ត្រីនេះទោះបីជាមើលទៅសាមញ្ញនិងហឹងសាមែនប៉ុន្តែវាមានប្រសិទ្ធភាពណាស់ពេលមួយទឹក Tommy ប្រើវិធីដែលចាប់បានត្រីទី2យ៉ាងលឿនអាហារពេលល្ងាចថ្ងៃនេះរកបានយ៉ាងងាយស្រួលគាត់បន្តរកនៅទីនេះដើម្បីរកគ្រឿងសមុទ្រឆ្ងាញ់បន្ថែមទៀតមិនយូរប៉ុន្មានក៏ប្រទះឃើញក្តាមធំមួយទៀតប៉ុន្តែពេលនេះទឹកជ្រៅបន្តិចបើហ៊ានតែលូកដៃចាប់ដេកដាស់ប្រកាសជាត្រូវវាខំកង្កៀបមិនខានក្តាមមួយនេះធំជាងក្តាមមុនទៅទៀតប្រហែលជាធ្ងន់ជាង3គីឡូ Tommy ប្រមូលផលបានក្តាមធំចំនួន2ការរស់រានលើកោះដាច់ស្រយាលទីបំផុតក៏ទទួលបានគុណសេរីភាពក្តាមក៏ហើយប៉ុន្តែគាត់ញ៉ាំមិនអស់ច្រើនបែបនេះទេក៏លែងក្តាមតូចជាងរក្សាទុកតែអាធំជាងគេបំផុតនេះមិនមែនជាការខ្ជិះខ្ជីទេឲ្យតែចង់ញ៉ាំគឺនៅក្នុងព្រៃកោងកាំងមានក្តាមថ្មចាប់មិនអស់ឡើយក្តាមថ្មបង្កាត់ពូជនៅគ្រប់ទីកន្លែងបើឃ្លានខ្លាំងយកទៅអាំងផ្ទាល់ក៏ឆ្ងាញ់ណាស់ដែរនៅក្នុងធ្លុកទឹកតូចក្នុងព្រៃកោងកាំងតែងតែមានក្តាម Tommy ប្រើទំពក់ដែកដើម្បីរៀបរកក្តាមនេះនៅចម្ងាយប្រហែល1ម៉ែត្រពីមាត់រន្ធគាត់សន្សឹមទំពក់វាចេញមកក្រៅចាប់បានក្តាមថ្មមួយទៀតយ៉ាងងាយក្តាមទម្ងន់2គីឡូទាំងនេះតូចពេកហើយគាត់ក៏លែងវាទៅវិញនៅក្រោមទូឡានដែលចាស់មួយក៏មានក្តាមដែរប៉ុន្តែការចាប់វាចេញមកគឺគ្រោះថ្នាក់ណាស់បន្ទាប់ពីបញ្ចប់ការចាប់គ្រឿងសមុទ្រ Tommy ក៏បង្កាត់ភ្លើងចម្អិនក្តាមភ្លាមអាហារពេលល្ងាចថ្ងៃនេះមានក្តាមថ្មធំមួយនិងត្រី2ទោះបីជាចំនួនមិនច្រើនប៉ុន្តែក៏បានបំពេញបញ្ជីអាហារចុងក្រោយសម្រាប់ការរស់រានលើកោះនេះដែរក្រោមដង្ហើមភ្លើងធ្យូងក្តាមចាប់ផ្ដើមភីក្លិនសាច់ដ៏ឈ្ងុយឆ្ងាញ់ក្នុងអំឡុងពេលចុងក្រោយនៃការរស់នៅលើកោះ Tommy ក៏បានធ្វើនំម្សៅសម្រាប់អាហារពេលល្ងាចថ្ងៃចុងក្រោយផងដែរមើលទៅហាក់ដូចជាមិនគួរឲ្យជឿប៉ុន្តែនេះគឺជាការរស់រានមានជីវិតបែបធម្មជាតិពិតគាត់ដាក់សាច់ត្រីលើនំពិតជាអាហារគ្រឿងសមុទ្រដ៏សម្បូរបែបមែនលីសសមុទ្រធំដែលរើបានស្មានតែមានសាច់មិននឹកស្មានថាបើកមកសុទ្ធតែខ្សាច់សោះអូខេមានការនៃការរស់រានលើកោះដាច់ស្រយាលវគ្គនេះត្រូវបានបញ្ចប់សូមស្វាគមន៍អ្នកនរគ្នាជួយ like និង subscribe ដើម្បីទស្សនាវីដេអូបន្ថែមទៀត